នាងជាអ្នកណាមិនក៏ខ្ញុំមិនដែលឃើញនាងជាអ្នកបម្រើថ្មីមែនទេអ្នកគឺជាលោកប្រធានមែនទេចាហើយចុះអ្នកណាគីមកឆនិយាយគ្នានៅទីនោះមកសាសងគ្នាស្អីកណ្ដាលយប់នោះដូចជាស្តៀងកូនធានហើយគេនិយាយអីជាមួយអ្នកណាគីនឹងទៅមើលសិនអ្នកមីងម្នាក់មិញនេះជាអ្នកណាខ្ញុំមិនអាចឃើញនាងពីមុនសោះជាអ្នកបម្រើថ្មីមែនទេចាពិតមែនហើយក្មួយនាងគឺជាអ្នកបម្រើថ្មីមានឈ្មោះថានាងមលីឃើញវាកំព្រាពុកម៉ែវាស្លាប់ចោលក៏ចេះតែយកមកប្រើធ្វើកិច្ចការផ្ទះទៅឲ្យបាយឲ្យទឹកស៊ីទៅចិញ្ចឹមទុកគាត់ប្រើនឹងណាចាអ្នកនាងឬនាងកំព្រួយអីខ្ញុំនឹងជួយបង្ហាត់បង្រៀនវិជ្ជាមេផ្ទះនិងកិច្ចការងារផ្ទះដល់អ្នកនាងទាំងអង្គនាងនិយាយបែបនេះបានន័យថាយ៉ាងម៉េចនាងចង់ថាឲ្យខ្ញុំមិនចេះធ្វើអីសោះមែនទេកិច្ចការក្នុងផ្ទះនោះខ្ញុំគ្រាន់តែចង់ឲ្យនាងជួយបង្ហាត់មុខម្ហូបតែមួយចំនួនតែប៉ុណ្ណោះនៅក្នុងគ្រួសារអភិជនមួយមានទ្រព្យសម្បត្តិស្តុកស្ដំមានអ្នកបម្រើឆ្វេងស្ដាំពួកគេមានកូនប្រុសម្នាក់ដែលមានរូបសម្បត្តិស្រស់សង្ហានេះគឺជាគ្រួសាររបស់លោករទ្ធីនិងលោកស្រីចរិយាណែអ្នកបម្រើទាំងអស់គ្នាស្អែកនេះក្មួយស្រីរបស់ខ្ញុំមកលេងផ្ទះយើងពួកអញត្រូវតែត្រៀមម្ហូបអាហារបានល្អណាស់ធ្វើ3 4មុខសម្រាប់ទទួលគេលឺដែរទេចាលោកស្រីខ្ញុំនឹងធ្វើម្ហូបឲ្យបានឆ្ងាញ់បំផុតសម្រាប់ទទួលក្មួយស្រីលោកស្រីណានាងមលីក៏អញ្ចឹងដែរទៅតែមនុស្សថ្មីបែបនេះរៀនកិច្ចការផ្ទះឲ្យចេះសពគ្រប់មិនថារឿងដាំស្លចង្ក្រានជើងឆ្នាំងកិច្ចការក្នុងផ្ទះផ្សេងទៀតមានអីឆ្ងល់នោះស៊ូមីចាន់ទេគេជាមេការក្នុងផ្ទះនេះអញត្រូវខិតខំធ្វើការនិងបម្រើបាយសម្លដែលយើងឲ្យឯងស៊ីកុំគិតចង់ខ្ជិលណាស់ឃើញអញជាក្មេងកំព្រាយើងអានេះក៏យកមកនៅក្នុងផ្ទះប៉ុន្តែត្រូវធ្វើការដើម្បីដោះដូរជាមួយនឹងការរស់នៅទីនេះណាចាលោកស្រីខ្ញុំតាំងចិត្តបម្រើលោកស្រីគ្មានចិត្តចង់ខ្ជិលនោះទេលោកស្រីមានអីចង់ប្រើគឺអាចប្រើខ្ញុំបានទាំងអង្គលោកស្រីជាអ្នកមានគុណលើខ្ញុំផ្ដល់បាយទឹកនិងកន្លែងស្នាក់នៅសម្រាប់ខ្ញុំអរគុណលោកស្រីខ្លាំងណាស់ល្អណាស់ដែលចេះគិតបែបនេះស្អែកក្មួយស្រីខ្ញុំគេមកលេងក្មួយបោះស្បាតនេះនឹងខ្លាចជាលោកស្រីពូឯងនៅថ្ងៃមុខផងដែរយើងបានគិតរៀបចំទុកដាក់ជាមួយនឹងកូនធានអញ្ចឹងពូឯងត្រូវគោរពស្រឡាញ់ក្មួយបោះស្បាឲ្យដូចជាគោរពយើងផងដែរណាលឺដែរទេចាលោកស្រីខ្ញុំយល់ហើយបងច័ន្ទក៏អញ្ចឹងដែរមើលបែងចែកការងារឲ្យនាងមលីធ្វើផងទេចែកគ្នាច្បាស់ថាម្នាក់ណាត្រូវធ្វើកិច្ចការអ្វីឲ្យពួកគេដឹងពីទូនាទីរបស់ខ្លួនឯងកុំចាំហាត់ប្រាប់ដដែលនោះកិច្ចការក្នុងផ្ទះយើងទុកចិត្តលើបងច័ន្ទហើយណាចាលោកស្រីខ្ញុំនឹងរៀបចំចែកការងារឲ្យពួកគេធ្វើមិនឲ្យលោកស្រីពិបាកបញ្ជាថែមនោះទេបាទហើយយើងមានរឿងប្រាប់តែប៉ុណ្ណឹងទីមានអីត្រូវធ្វើក៏ទៅធ្វើទៅហើយស្អែកនេះត្រូវត្រៀមអាហារបានរួចរាល់មុនពេលក្មួយបោះស្បាមកដល់ណានៅយប់នេះព្រះច័ន្ទពិតជារៀបពេញវងស្អាតណាស់អាកាសធាតុពេលយប់ត្រជាក់ស្រួលឃើញព្រះច័ន្ទបែបនេះធ្វើឲ្យដងចិត្តនឹកដល់ពុកម៉ែណាស់ជីវិតធ្លាប់តែមានពុកម៉ែនៅជាមួយបើទោះបីជាមានជីវភាពមិនសូវធូរធារក៏អាចរស់នៅបានមានពុកម៉ែរស់នៅជុំគ្នាប៉ុន្តែពេលនេះគ្រប់យ៉ាងគឺបានប្រែប្រួលអស់ហើយពុកម៉ែស្លាប់ចោលអង្គខ្ញុំបាត់បង់គ្រប់យ៉ាងត្រូវមកផ្ញើវាសនាជាមួយតែលោកស្រីចរិយាមិននឹកស្មានថាជីវិតរបស់ខ្ញុំមកត្រូវធ្លាក់ដល់ចំណុចនេះទេតែវតាលោកអើយមកក៏លោកដាក់ទុកខ្ញុំយ៉ាងនេះតើខ្ញុំបានសាងកម្មពីអ្វីទេបានជាមកត្រូវជួបរឿងបែបនេះហើយតែណាមកឈរអីនៅទីនេះខ្ញុំមិនដែលឃើញនាងតតែសោះជាអ្នកបម្រើថ្មីរបស់អ្នកម៉ែទេដឹងនាងជាអ្នកណាមិនក៏ខ្ញុំមិនដែលឃើញនាងជាអ្នកបម្រើថ្មីមែនទេអ្នកគឺជាលោកប្រធានមែនទេចាពិតមែនហើយខ្ញុំគឺជាអ្នកបម្រើថ្មីតែមកនៅទីនេះថ្ងៃដំបូងនេះលោកប្រមាតាំងពីកាត់ទេតែមានបានលឺអ្វីដែរទេគឺខ្ញុំទៅតែមកដល់ទេយ៉ាងម៉េចនាងមានអ្វីលាក់បាំងមែនទេឬក៏នាងបានធ្វើរឿងអ្វីខុសមែនទេបានជានាងភ័យខ្លាចបែបនេះមិនមែនទេណាលោកប្រឹងខ្ញុំក៏ចាំបានន័យថាលោកប្រឹងមកតាំងពីយូរហើយឯងខ្ញុំគ្មានអ្វីលាក់បាំងនោះទេហើយនេះមកសញ្ជឹកម្នាក់ឯងនៅទីនេះកំពុងតែនឹកដល់ណាមែនទេមែនហើយខ្ញុំកំពុងតែនឹកដល់មនុស្សដែលទៅឆ្ងាយទៅហើយមិនអាចត្រឡប់គ្មានថ្ងៃបានជួបគ្នាទេបើគ្នាលើកនេះគឺជាការបាច់ច្រៀងរហូតគ្មានថ្ងៃជួបវិញខ្ញុំពិតជានឹកគាត់នឹងនាងនឹកដល់សង្សារនាងមែនទេនាងចេញមកធ្វើការបែបនេះទៅធ្វើឲ្យនាងនឹកដល់គេហើយមិនក៏នាងនិយាយថាបែកគ្នាគ្មានថ្ងៃជួបនេះគេលេងនៅទីនេះហើយមែនទេឬក៏គេមានបញ្ហាអ្វីមិនដូចជាលោកកណុតទេខ្ញុំនឹកដល់ពុកម៉ែរបស់ខ្ញុំតែប៉ុន្
តែពួកលោកឡើងមានវត្តមាននៅលើផែនដីនេះហើយលោកទាំងពីរបានតែចៅខ្ញុំហើយឲ្យតែយកពេញបារមីខ្ញុំមើលដួងច័ន្ទខ្ញុំក៏នឹកដល់ពួកគាត់អ្នកគ្រាធ្លាប់គេងកោយផ្លូវម៉ែមកប្រចាំជាមួយគ្នាប៉ុន្តែពេលវេលាបែបនេះលែងមានសម្រាប់ខ្ញុំហើយខ្ញុំគ្មានសង្សារឲ្យនឹកនោះទេអូឲ្យខ្ញុំសំទោសផងដែលយល់ខុសខ្ញុំស្មានថានាងនឹកដល់សង្សារទៅនិយាយបែបនេះដួងច័ន្ទជប់នេះពិតជាស្អាតណាស់ពេញវងល្អចេះសម្រស់ពេញផែនដីតែម្ដងហើយនាងមើលចុះបានហើយលោកពន្លឺដួងច័ន្ទបានជួយបំភ្លឺដល់ផែនដីនៅពេលរាត្រីខែខ្នានពន្លឺស្រស់ស្រទន់ពិតជាត្រជាក់ចិត្តណាស់កាត់តែគួរឲ្យច្នៃដល់ដួងច័ន្ទដល់ហើយអ្នកណាក៏សរសើរស្រឡាញ់ខ្ញុំចង់កាត់ជាដួងច័ន្ទនេះចង់កើតជាដួងច័ន្ទដើម្បីឲ្យគេស្រឡាញ់ច្រើនមែនទេនេះខ្ញុំថាក៏បីណាបើនាងកើតជាដួងច័ន្ទមែននោះនាងនៅខ្ពស់ពេកហើយអ្នកណាគេហ៊ានយកនាងទេកើតជាមនុស្សលោកធម្មតាបានហើយណានេះលោកប្រាប់ពិតជាពួកកែនិយាយលេងណាស់ខ្ញុំគ្រាន់តែឧទាហរណ៍តែប៉ុន្តែបាននិយាយប្រៀបជាមួយមនុស្សវិញដួងច័ន្ទប្រៀបដូចជាមនុស្សដែលកើតនៅក្នុងឋានៈខ្ពស់រស់នៅក្នុងគ្រួសារថ្លៃថ្នូរមេត្តាអ្នកស្រឡាញ់ចូលចិនបនកសាគេខ្ពស់ទៅឲ្យគេមកកើតនៅក្នុងគ្រួសារបែបនេះអីហើយចុះអ្នកណាគីមកឆោនិយាយគ្នានៅទីនោះមកសាសងគ្នាស្អីកណ្ដាលយប់នោះអីដូចជាស្តៀងកូនធានហើយគេនិយាយអីជាមួយអ្នកណាគីហ្នឹងទៅមើលសិននាងមលីងនិងកូនធានតើពួកគេមកធ្វើស្អីទៅកូនធានមកធ្វើស្អីនៅទីនេះយប់លុបហើយមកក៏មិនចូលដេកនាងមលីងក៏chẳngដែរស្អែកត្រូវមានការងារធ្វើច្រើនទៀតផងណាអូអ្នកម៉ែគឺខ្ញុំឃើញដួងច័ន្ទរះស្អាតក៏ចុះមកមើលទៅហើយក៏បានជួបនឹងម្លេះនៅទីនេះក៏និយាយគ្នាលេងទៅណាគ្មានអ្វីនោះទេមិនឲ្យលោកស្រីនៅយប់នេះតិចស្រួលណាស់ហើយដួងច័ន្ទពេញវងស្អាតណាស់លោកស្រីមើលចឹងយើងកាត់មកចំណាស់នេះហើយរឿងបែបនេះយើងឃើញឡើងសមហើយធ្វើដូចមិនដែលឃើញតកើយប់ហើយមកនាំគ្នាទៅដេកបែរជាមកមើលដួងច័ន្ទធ្វើដូចជាទូកុនអញ្ចឹងកូនធានក៏អញ្ចឹងដែរចុះមកក្រោមស្អីមកមើលដួងច័ន្ទស្អីមើលពីលើបន្ទប់បានតើចេញមកក្រៅត្រូវទឹកសន្សំប្រយ័ត្នឈឺណាស់អញ្ចឹងខ្ញុំគិតលាលោកប្រុសលោកស្រីទៅសម្រាប់សិនហើយពីព្រោះស្អែកនេះមានការងារច្រើនដែលត្រូវធ្វើផងត្រៀមអាហារសម្រាប់ទទួលអ្នកនាងបោះស្បាខ្ញុំសូមលាមែនហើយកូនធានមានដឹងហើយនឹងថាស្អែកនេះក្មួយបោះស្បាគេមកលេងផ្ទះយើងណាកូនសប្បាយចិត្តដែរទីម៉ែបានឲ្យអ្នកអមរាត្រៀមអាហារជាពិសេសសម្រាប់ទទួលក្មួយបោះស្បាណាខ្ញុំមិនបានដឹងទេហើយក៏គ្មានអ្វីដែលត្រូវសប្បាយចិត្តនោះដែរខ្ញុំមិនចាប់អារម្មណ៍នោះទេខ្ញុំហាក់ដូចជាមិនចូលចិត្តចរិតរបស់នាងសោះមកក៏កូននិយាយបែបនេះក្មួយបោះស្បាគឺជាគោលដៅរបស់កូនដែលពុកម៉ែបានរៀបចំឲ្យតាំងពីនៅក្មេងនេះបើក្មួយបោះស្បាបានលើកូននិយាយបែបនេះគេអន់ចិត្តស្លាប់ហើយណាគេគឺជាកូនអ្នកមានចរិតគេរឿងរូបបន្ទិញក៏ជារឿងធម្មតាទេប៉ុន្តែក្រោយពេលរៀបការហើយបោះស្បាគេច្បាស់ជាចាស់ចិត្តចាស់កំណត់វិញហើយកូនគិតច្រើនរឿងនេះធ្វើអីខ្ញុំត្រូវតែគិតច្រើនណាស់ណាស់ម៉ែព្រោះជារឿងអនាគតរបស់ខ្ញុំគូជីវិតរបស់ខ្ញុំពេញចិត្តទៅខ្ញុំយកជាប្រពន្ធប៉ុន្តែក្មួយបោះស្បាមកជាអ្នករើសឲ្យម៉ែធានាថាគីនឹងធ្វើឲ្យគ្រួសារមានក្តីសុខថ្ងៃមុខជឿតែម៉ែទៅណាមិនខុសទេណាស់ហើយចាស់យប់ហើយចូលក្នុងផ្ទះគេងវិញទៅមកនៅក្រៅយប់បែបនេះប្រយ័ត្នផ្ដាសាយណាលុះព្រឹកឡើងបោះស្បាជាគូដណ្ដឹងនឹងធានក៏បានមកដល់ជំរាបសួរលោកពូអ្នកមីងអូហូក្មួយបោះស្បាមកដល់ល្មមមកអង្គុយចុះសិនមកណាហាញ់ចាអរគុណណាស់លោកពូអ្នកមីងនេះក្មួយបោះស្បាមកតែម្នាក់ឯងមែនទេមិនក៏មិននាំលោកពុកតម៉ែមកជាមួយផងទេខានជួបលោកតាំងពីយូរហើយដូចជានឹកដល់លោកតាំងពីណាចាស់លោកពូខ្ញុំមកតែម្នាក់ឯងទេដោយសារតែលោកពុកអ្នកម៉ែក៏រវល់ទៅឆ្លៀតមកមិនទាន់បានប៉ុន្តែគាត់ក៏បានផ្ដាំសួរសុខទុក្ខលោកពូអ្នកមីងផងដែរពូនឹងមីងណាសុខសប្បាយធម្មតាទីហើយចុះលោកទាំងពីរខាងនោះវិញសុខទុក្ខយ៉ាងណាដែរក្មួយហើយចុះក្មួយក៏ដូចគ្នាសុខទុក្ខយ៉ាងណាដែរចាអ្នកមីងចំពោះខ្ញុំសុខសប្បាយធម្មតាទេហើយលោកពុកអ្នកម៉ែក៏ដូចគ្នាសុខសប្បាយធម្មតាទេអេហើយនេះបាត់កូនធានទៅណាហើយមិនទាន់បានឃើញសោះតាំងពីព្រឹកព្រលឹមមកម្លេះដឹងហើយថាថ្ងៃនេះប្អូនមកលេងហើយកូននេះពិតជាមិនដឹងអីពិតមែនមើលនាងមលីឆាប់ទៅតាមរកមើលកូនធានមកគេទៅណាហើយចាលោកស្រី
អ្នកមីងម្នាក់មិញនេះជាអ្នកណាខ្ញុំមិនអាចឃើញនាងពីមុនសោះជាអ្នកបម្រើថ្មីមែនទេ ចាពិតមែនហើយក្មួយនាងគឺជាអ្នកបម្រើថ្មីមានឈ្មោះថានាងមលីឃើញវាកំព្រាពុកម៉ែវាស្លាប់ចោលក៏ចេះតែយកមកប្រើធ្វើកិច្ចការផ្ទះទៅឲ្យបាយឲ្យទឹកស៊ីទៅចិញ្ចឹមទុកគាត់ប្រើនឹងណាយ៉ាងម៉េចនាងមលីឯណាកូនធានមកក៏មកតែម្នាក់ឯងបែបនេះចាលោកស្រីលោកធានមកនៅផ្ទះទីងគាត់បានចេញទៅក្រាបបាត់ហើយ មិនក៏កូនធានធ្វើបែបនេះដឹងថាប្អូនមកលេងហើយមិនក៏មិននៅទទួលទៅក្រៅឯណាឯនោះវិញទៅគេគិតអីហ្នឹងហើយពិតជាចំមែនកូននេះ អញ្ចឹងបានថានឹងណាអូនប្រាប់តាំងពីយប់ថាព្រឹកនេះក្មួយបោះស្បាមកលេងឲ្យត្រៀមខ្លួនទទួលប្អូននេះបែជាចេញទៅក្រៅធ្វើមិនដឹងកូននេះ មិនអីទេអ្នកមីងយ៉ាងណាក៏ខ្ញុំនៅទីនេះយូរបន្តិចដែរយ៉ាងណាគង់តែបានជួបនឹងគាត់ទេ ចាពិតមែនហើយក្មួយគង់តែបានជួបគ្នាទេអូមែនហើយក្មួយមីងបានឲ្យអ្នកបម្រើត្រៀមអាហារជាពិសេសសម្រាប់ក្មួយច្រើនណាស់ណាយើងបាយជុំគ្នាទៅ ចាអរគុណណាស់អ្នកមីងតាមពិនមិនបាច់ពិសេសអីទេអ្នកមីងនាំតែពិបាធម្មតាក៏បានដែរ ធម្មតាមិនយ៉ាងបានទៅក្មួយបោះស្បាគឺជាកូនអ្នកមានមុខមានមាត់អ្នកមានទ្រព្យសម្បត្តិផងដែរជាពិសេសថ្ងៃអនាគតគឺជាកូនប្រសាមីងទៀតមីងទទួលធម្មតាមិនសមទៅមែនទេបង បែនហើយត្រូវទទួលក្មួយឲ្យស័ក្តិសមនឹងកិត្តិយសរបស់ក្មួយផងដែរណា មែនហើយនាងមលីអាហាររៀបចំរួចរាល់ហើយនឹងបន្តិចទៀតខ្ញុំនឹងនាំក្មួយបោះស្បាទៅឡើងតុហើយណាមើលរៀបចំទុកដែរហើយទៅ ចាប់បានលោកស្រីគ្រប់យ៉ាងបានត្រៀមរួចរាល់អស់ហើយរងចាំតែលោកប្រុសលោកស្រីនិងអ្នកនាងបោះស្បាចាប់ផ្ដើមតែប៉ុណ្ណឹងល្អណាស់អញ្ចឹងដល់ក្មួយបោះស្បាយើងទៅឡើងតុជុំគ្នាតែម្ដងទៅណង ពិតជាយ៉ាប់មែនកូនប្រុសនេះប្រាប់ហើយថាឲ្យនៅបាយជុំគ្នាឥឡូវអាត្មានេះហើយមិនទាន់ឃើញមកវិញទៀត បានហើយអូនបើកូនធានមិនទាន់មកទេយើងចាប់ផ្ដើមបន្ទៅបើចាំកូននោះអាហារទៅជាអស់មិនខាននោះទេហូបមិនឆ្ងាញ់នោះទេណា មិនអីទេអ្នកមីងបងធានក៏មិនថ្មីដែរដូចខ្ញុំថាមុននឹងអញ្ចឹងខ្ញុំក៏មកលេងទីនេះច្រើនថ្ងៃដែរយ៉ាងណាក៏គង់តែបានបាយជុំគ្នាទេខ្ញុំថាយើងមិនចាំបាច់ចាំបងធានក៏បានដែរ ប៉ុន្តែមីងក្រែងចិត្តក្មួយខំថាបានបាយជុំគ្រួសារប៉ុន្តែចុងក្រោយបាត់កូនធានមិនដឹងទៅណាទេប៉ុន្តែណ៎ហើយចាស់យើងហូបតែគ្នាយើងក៏បានដែរណាមិនចាំបាច់ទុកឲ្យទេចាំមើលចាស់ អូមកហូបនេះមិនទៅទំនងណាស់សត្វតែគួរឲ្យចង់ញ៉ាំទាំងអស់នេះជាស្នាដៃរបស់អ្នកណាធ្វើដែរអ្នកមីង ជាស្នាដៃនាងមលីណាក្មួយញឹមបកាយធ្វើម្ហូបខ្លាំងណាស់អញ្ចឹងហើយបានជាមីងយកវាមកនៅក្រាន់បំរើបាយទឹកនោះណា អូល្អណាស់នៅក្មេងហើយពូកែមិនធម្មតាទេអញ្ចឹងចាំជួយបង្ហាត់ខ្ញុំធ្វើម្ហូបផងណានាងមលីងព្រោះថ្ងៃមុខខ្ញុំនឹងរៀបការជាមួយនឹងបងធាននិងមករស់នៅទីនេះខ្ញុំនឹងបានធ្វើម្ហូបឆ្ងាញ់ៗជូនលោកពូអ្នកមីងជាពិសេសគឺបងធាន ចាអ្នកនាងឬអ្នកនាងក៏ព្រួយអីខ្ញុំនឹងជួយបង្ហាត់បង្រៀនវិជ្ជាមេផ្ទះនិងកិច្ចការងារផ្ទះដល់អ្នកនាងទាំងអង្គនាងនិយាយបែបនេះបានន័យថាយ៉ាងម៉េចនាងចង់ថាឲ្យខ្ញុំមិនចេះធ្វើអីសោះមែនទេកិច្ចការក្នុងផ្ទះនោះខ្ញុំគ្រាន់តែចង់ឲ្យនាងជួយបង្ហាត់មុខម្ហូបតែមួយចំនួនតែប៉ុណ្ណោះអត់ទេអ្នកនាងខ្ញុំក៏គ្មានចេតនាមើងងាយថាអ្នកនាងមិនចេះអ្វីនោះទេខ្ញុំគ្រាន់តែចង់បានន័យថាខ្ញុំនឹងជួយអ្នកនាងបង្ហាត់បង្រៀនអ្នកនាងធ្វើម្ហូបប៉ុណ្ណឹង ណែនាងមលីអាចមានសិទ្ធិស្អីមកតមកជាមួយក្មួយបោស្បានោះខ្ញុំក៏ស្ដាប់មកដឹងថានាងនិយាយថាឲ្យក្មួយបោស្បាដែរនាងចាំមើងងាយក្មួយខ្ញុំមែនទេអត់ទេលោកស្រីខ្ញុំគ្មានចេតនាបែបនេះនោះទេខ្ញុំគឺមិនហ៊ាននោះទេ ហើយបានហើយអូននាងមលីវាគ្មានចេតនាថាឲ្យក្មួយបោះស្បាអញ្ចឹងនោះទេបានហើយនាងមលីមានអីផ្សេងធ្វើក៏ទៅធ្វើទៅណាទីនេះទុកឲ្យបងច័ន្ទជាអ្នកធ្វើក៏បានដែរចាលោកប្រងអញ្ចឹងខ្ញុំសុំទៅធ្វើការនៅខាងក្រៅសិនហើយ ក្មួយកុំចាប់អារម្មណ៍នឹងវាអីណាវានិយាយមិនដឹងអីទេមនុស្សមកពីវណ្ណៈអ្នកក្រនេះរៀនសូត្រនឹងបានតិចក្មួយកុំប្រកាន់វាអីណាយើងនាំគ្នាញ៉ាំបាយវិញទៅតោះចាន់ដួសបាយមកអ៊ំម៉ាមិនចូលចិត្តអ្នកនាងបោះស្បាស្អីគេនោះសោះមិនទាត់បាត់អីផងមកធ្វើខ្លួនដូចជាម្ចាស់ផ្ទះនិយាយមកមិនឲ្យតម្លៃបោកព្រាវក្នុងផ្ទះមើលតែមុននេះចុះណាមកដូចជាមនុស្សគ្មានហេតុផលហើយ
មិនដឹងថាលោកស្រីគិតអីទេតែភ្ជាប់ពាក្យទុកដាក់តាំងពីក្មេងឲ្យលោកប្រុសធាននោះតាមយកចិត្តលោកធានដល់ផ្ទះតែលោកណាមិនចាប់អារម្មណ៍ក៏ប្រតិនាងជាគូដណ្ដឹងនឹងគ្នានឹងណាអ៊ំអ្នកនាងបុស្បាពិតជាមានបនខ្ពស់ខ្លាំងណាស់ទាំងស្អាតទាំងមានមកជាកញ្ចប់តែម្ដងមិនតែអ្នកចង់បានហើយអ្នកណាមើលមកថាស្អាតអ៊ំមិនដឹងទេតែសម្រាប់អ៊ំណាមិនដឹងថាស្អាតត្រង់ណាផងនេះគុំតែបានគ្រឿងតុបតែងបើធម្មតាដូចជាពួកយើងនោះណាមិនប្រមាណទេបើនិយាយពីសម្រស់វិញនោះចាញ់ទាំងឯងទៀតនោះណានាងមលីអ៊ំម៉ាមកក៏និយាយបែបនេះនេះបើគេលឺនោះគេច្បាស់ជាសើទាំងអស់គ្នាមិនខានតាមមើលអ្នកនាងបុស្បាក៏មិនស្លូតដែរគឺជាចរិតអ្នកមានហើយអ៊ំនៅតែមិនយល់មិនដឹងថាលោកប្រុសលោកស្រីគាត់គិតអីបានជាទៅភ្ជាប់ពាក្យទុកឲ្យលោកប្រុសធានជាមួយនឹងអ្នកនាងបុស្បានោះខ្លាចកូនអត់ប្រពន្ធមែននិយាយត្រង់ចោះអ៊ំមិនចូលចិត្តនាងនោះសោះអាយ៉ាបានហើយកុំនិយាយដាំច្បាយអីណាអ៊ំយ៉ាងណាគេក៏ជាលោកស្រីរបស់ពួកយើងនៅថ្ងៃមុខដែរបើគេដឹងថាអ៊ំមិនពេញចិត្តនឹងគេនោះគេមិនទុកអ៊ំនៅក្នុងផ្ទះនេះទៀតទេណាពេលនោះបុស្បាក៏ដើរចូលមកដល់ណែពួកឯងនិយាយអីមិញលឺនិយាយពីឈ្មោះរបស់ខ្ញុំផងដែរណាឯងនាំគ្នានិយាយដើមខ្ញុំមែនទេហើយអត់ទេអ្នកនាងខ្ញុំគ្រាន់តែនិយាយសរសើរពីសម្រាប់អ្នកនាងស្អាតហើយបើអ្នកនាងរៀបការចូលគ្រួសារលោកប្រធាននោះគឺពិតជាល្អណាស់មិនអីទេអ៊ំមែនហើយអ្នកនាងបុស្បាទាំងស្អាតទាំងពូកែថ្ងៃក្រោយជាលោកស្រីទី2ក្នុងផ្ទះនេះពួកខ្ញុំជាអ្នកបម្រើពិតជាសំណាងខ្លាំងណាស់ដែលបានចវាយនេះដូចជាអ្នកនាងបុស្បាកុំឲ្យខ្ញុំដឹងថាពួកឯងនេះនិយាយដាំខ្ញុំអីសោះណាណែនាងមលីនៅក្នុងផ្ទះបាយមុននេះនាងតាំងចិត្តបំបាក់មុខខ្ញុំចំពោះលោកពូអ្នកមីងមែនទេនាងចង់និយាយថាខ្ញុំនេះមិនចេះធ្វើអីសោះអញ្ចឹងមែនទេអត់ទេអ្នកនាងខ្ញុំមិនហ៊ានធ្វើបែបនេះខ្ញុំនិយាយតាមតែអ្វីដែលនាងស្នើសុំតែអ្នកនាងបាននិយាយថាឲ្យខ្ញុំជួយបង្ហាត់បង្រៀនការធ្វើម្ហូបខ្ញុំក៏យល់ព្រមដែរខ្ញុំមានន័យតែប៉ុណ្ណឹងទេខ្ញុំគ្មានបំណងបំបាក់មុខអ្នកនាងឡើយប៉ុន្តែនៃរបស់នាងចង់ថាខ្ញុំមិនចេះធ្វើអីកិច្ចការផ្ទះទាំងអស់ចាំគេបង្រៀនខ្ញុំមិនមែនល្ងងមិនយល់ពីអត្ថន័យដែលនាងនិយាយនោះទេខ្ញុំស្ដាប់មកម្ល៉េះគ្រាន់តែមានបំណងល្អចង់ជួយអ្នកនាងតាមការស្នើអ្នកនាងនេះមិនក៏អ្នកនាងបុស្បាដូចជាខឹងនឹងនាងម្ល៉េះម្លេះវាគ្មានចេតនាអាក្រក់លើអ្នកនាងនោះទេអ្នកនាងគិតច្រើនពេកហើយជារឿងរបស់ខ្ញុំនឹងវាទេអ៊ំក៏មិនចេះអីចង់មានបញ្ហាដែរមែនកុំគិតចង់កាត់ជើងគ្នាឲ្យសោះណាឲ្យចេះប្រមាណខ្លួនផងថាខ្ញុំជាអ្នកណាពួកឯងជាអ្នកណាមានរឿងអីមែនទេបានជាសម្លេងខ្លាំងដាក់គ្នាបែបនេះអ៊ំចាស់ឮដល់ខាងក្រោយហើយណាអូហ៎បងធានមកវិញហើយមែនទេនេះតាបងទៅមកពីណាទេប្អូនខំមកពីឆ្ងាយដើម្បីមកជួបបងប៉ុន្តែបងបែរជាមិននៅទទួលប្អូនសោះប្អូនអន់ចិត្តណាហើយចង់ជួបខ្ញុំធ្វើតែយ៉ាងណាក៏ខ្ញុំមិនទៅណាចោលផ្ទះរបស់ខ្ញុំដែរហើយនាងក៏នៅទីនេះយូរទៀតដែរតាមិនអញ្ចឹងហីហើយតើមុននេះមានរឿងអ្វីទៅបានជាលើសម្លេងខ្លាំងដាក់គ្នានោះគ្មានអីនោះទេណាលោកប្រុសអ្នកនាងបុស្បាគ្រាន់តែមកហៅខ្ញុំមកប្រាប់ប៉ុណ្ណឹងគ្មានអ្វីផ្សេងកើតពីនេះទេលោកប្រុសកុំគិតច្រើនពេកអីតោះមលីយើងទៅធ្វើការរបស់យើងវិញទៅចាអ៊ំយើងឆាប់ទៅទេពួកគេជាអ្នកបម្រើក្នុងផ្ទះរបស់ខ្ញុំនិយាយអ្វីត្រូវផ្ដល់តម្លៃឲ្យគេផងណាកុំអាងខ្លួនជាអ្នកមានចង់និយាយអីឲ្យនរណាក៏បាននោះមនុស្សមានតម្លៃដូចគ្នាណាហើយចុះខ្ញុំមានបានទៅស្ដីថាឲ្យពួកគេអាណានេះកុំប្រាប់ណាថាបងចង់កាន់ជើងអ្នកបម្រើទៅខ្ញុំមិនស្មើជាមួយពួកគេឲ្យសោះអ្នកស្រុកនេះគេធ្វើអញ្ចឹងមែនទេមិនចង់និយាយលឺដល់ណាខ្មាស់គេដល់ហ្នឹងតែខ្ញុំគ្រាន់តែចង់ប្រាប់ទៅបោះស្បាថាត្រូវចេះឲ្យតម្លៃដល់មនុស្សគ្រប់គ្នាផងណាមិនមែនមើលទៅគ្រប់គ្នាថាមិនដល់នាងនោះទេណាតម្លៃមនុស្សគឺស្ថិតទៅលើទង្វើរបស់ខ្លួនឯងប៉ុន្តែយ៉ាងណាអ្នកបម្រើនៅតែជាអ្នកបម្រើចង់មកស្មើជាមួយខ្ញុំមែនទេពួកគេត្រូវតែនៅក្រោមខ្ញុំបងកំកាន់ជើងអ្នកបម្រើខុសទំនងពេកនាំឲ្យពួកគេបានចិនខ្ញុំមិនដឹងថានិយាយជាមួយនាងបែបណាឲ្យនាងយល់នោះទេខ្ញុំមិននៅនិយាយជាមួយនាងទៀតនោះទេអើយនេះមើលឃើញអ្នកបម្រើល្អជាងខ្ញុំមែនទេចាំមើលណាខ្ញុំនឹងយករឿងនេះទៅប្រាប់អ្នកមានចរិយាគាត់នឹងចាត់ចែងបែបណាចំពោះរឿងនេះខ្ញុំជាកូនអ្នកមានតែម្នាក់ដែលចង់ឲ្យខ្ញុំរណបពួកមីកាចាស់នោះមែនទេថាមិញនេះកូនធានគេហ៊ានថាឲ្យក្មួយដោះថ្នាក់អីផងមែនទេមិនអីទេណាក្មួយចាំមីងតែស្ដីថាឲ្យគេមកក៏គេតែកាន់ជើងនេះអំរើរហូតអញ្ចឹងបើជាធ្វើឲ្យក្មួយអាក់អន់ចិត្តបែបនេះ
មិនអីទេណាអ្នកមីងកុំឲ្យគាត់មានអារម្មណ៍មិនល្អជាមួយខ្ញុំជាងនេះអីខ្ញុំគ្រាន់តែចង់ឲ្យអ្នកមីងបានដឹងពីរឿងក្នុងចិនតែក៏មិនចង់ឲ្យអ្នកមីងទៅបន្ទោសបង្ធាននោះទេមិនបានទេណាក្មួយត្រូវតែនិយាយជាមួយគេឲ្យបានច្បាស់មានបញ្ហាត្រូវតែមានដំណោះស្រាយបើសិនជាមិននិយាយទេគេនៅតែគិតធ្វើបែបនេះណាមួយវិញទៀតនាងអ្នកបម្រើទាំងអស់នោះវាមានសិទ្ធិស្អីមកស្មើនឹងក្មួយនោះក្មួយធ្វើត្រូវហើយដែលយករឿងនេះមកប្រាប់មីងនោះខ្ញុំអរគុណអ្នកមីងណាស់ដែលខ្វល់ពីអារម្មណ៍របស់ខ្ញុំមកទីនេះខ្ញុំមានតែអ្នកមីងទេដែលយល់ពីខ្ញុំច្បាស់ជាងគេមិនអីទេក្មួយគឺជាអនាគតកូនប្រសាររបស់មីងរឿងអីដែលមីងមិនខ្វល់ជាមួយនោះបានហើយក្មួយទៅសម្រាប់សិនចឹងទុកឲ្យមីងជាអ្នកដោះស្រាយបញ្ហានេះណាអ្នកខ្ញុំពិតជាមិនយកពីនាងបោះស្បាសាំងមកកចេះតែចាំអង្គរឿងជាមួយខ្ញុំបែបនេះតែខ្ញុំមិនធ្វើអ្វីខុសទេនិយាយមកដូចខាងខ្ញុំតាំងពីកានចឹងខ្ញុំគ្មានចេតនាអីមិនល្អលើនាងនោះទេប៉ុន្តែមកក៏លោកធានយកចិត្តទុកដាក់ការពារអ្នកបម្រើដូចជាពួកខ្ញុំខ្លាំងយ៉ាងនេះតាមធម្មតាពួកខ្ញុំគ្មានតម្លៃអីឲ្យចវាយមកឆ្លោះគ្នាគ្រាន់តែចង់ការពារអ្នកបម្រើនោះទេហើយមកក៏លោកប្រធានជាមនុស្សល្អបែបនេះយកចិត្តទុកដាក់គ្រប់កូនចៅបែបនេះគឺពិតជាស័ក្តិសមជាសុភាពបុរសក្នុងគ្រួសារពិតមែនគឺពិតជាបុរសអភិជនដែលល្អពិតមែនហើយមកក៏គេគិតចំពោះខ្ញុំដូចដែលខ្ញុំលើកគិតចំពោះគេហើយនាងមលីងតែនេះអង្គកំពុងតែគិតអីទេគេនៅកំពស់ខ្លាំងណាស់គឺប្រៀបបីដូចជាដុំច័ន្ទដែលកំពុងរះកំពស់ឆ្ងាយគ្មានថ្ងៃឆោងដល់ទេយ៉ាងត្រឹមតែជាទុនសាយសម្លឹងមើលព្រះច័ន្ទពីចម្ងាយគ្មានថ្ងៃចាប់បានឡើយចិត្តតែសម័យតកានអូមកសំងំទីនេះសោះអញ្ចឹងតើបានជារកក្នុងបន្ទប់មិនឃើញកំពុងតែសម័យដល់ណាហើយដូចជាលងលួចដល់ហើយណោគេជាអ៊ំច័ន្ទទេគឺខ្ញុំកំពុងតែគិតពីជីវិតណាអ៊ំតើខ្ញុំមានកម្មអីទេកាលពីជាតិមុនបានសាងកម្មពីអ្វីខ្លាំងបានជាជាតិនេះកើតមកអភ័ព្វបែបនេះឪពុកម្ដាយក៏ស្លាប់ចោលអស់ត្រូវរស់នៅខ្លួនមួយតែម្នាក់ឯងមកថ្ងៃវាសនាជាមួយគេមិនដឹងថ្ងៃមកទៅជាយ៉ាងណាទេកុំពិបាកចិត្តពេកអីក្មួយជីវិតមនុស្សយើងមានជួបមានបែកជារឿងធម្មតាទេសំពីបុណ្យយើងមានបណ្ណាយើងទទួលយកប៉ុណ្ណឹងគិតច្រើនធ្វើអីទៅពេលនេះក្មួយបានលោកប្រុសលោកស្រីប្រណីឲ្យមកនៅទីនេះចាត់ទុកថាជារឿងល្អទៅហើយបើពុកម៉ែរបស់ខ្ញុំនៅរស់ម្ល៉េះពេលនេះខ្ញុំមិនចាំបាច់មកបម្រើគ្រួសារលោកស្រីចរិយាទេថាខ្ញុំក៏មិនចាំបាច់មកជួបអារម្មណ៍បែបនេះខ្ញុំមានអារម្មណ៍ថាដូចជាខកចិត្តណាស់អ៊ំហើយតើក្មួយខូចចិត្តរឿងអ្វីមានអ្នកណាធ្វើអីឲ្យក្មួយម្លិះខូចចិត្តមែនទេឬក៏មានស្នេហាហើយគឺខ្ញុំគ្មានទេណាអ៊ំខ្ញុំមិនមានស្នេហាអ្វីនោះទេគឺខ្ញុំចង់បានន័យថាអ៊ំក៏បានដឹងថាថ្ងៃមិញនេះអ្នកនាងបោះបាននិយាយអីឲ្យពួកយើងខ្លាំងទោះបីជាយើងមិនបានខំក៏គេថាឲ្យដែរថ្ងៃមុខនាងខ្លាចជាលោកស្រីក្នុងផ្ទះនេះបើយើងធ្វើអ្វីមិនត្រូវចិត្តនោះតើគេនឹងដឹងចេញមិនខាននោះទេរឿងថ្ងៃមុខបែបណាក៏គ្មានអ្នកណាដឹងនោះទេតែការទុកធ្វើអីសំខាន់ពេលនេះធ្វើតែរឿងល្អគិតរឿងល្អទៅគឺបានហើយអ៊ំជឿថាអំពើល្អអាចយកឈ្នះអំពើអាក្រក់របស់មនុស្សបានចាខ្ញុំអរគុណណាស់អ៊ំដែលបានជួយណែនាំនៅទីនេះមានតែអ៊ំទេដែលយកចិនហើយតែងតែនៅក្បែរខ្ញុំគ្រប់ពេលដែលខ្ញុំពិបាកចិនអ៊ំក៏ជាអ្នកបម្រើអ៊ំយល់អារម្មណ៍ដូចគ្នាអ៊ំឆ្លងកាត់អស់ហើយអារម្មណ៍បែបនេះតែមានតែការតស៊ូអត់ធ្មត់ប៉ុណ្ណោះទើបអាចជួយជីវិតយើងបានជីវិតជាអ្នកក្ររស់នៅបម្រើគេយើងគ្មានសិទ្ធិទាមទារអីច្រើនពេកទេរឿងខ្លះទោះយើងត្រូវបង្ខំចិត្តចាញ់ព្រមខកដើម្បីបញ្ចប់រឿងនឹងហើយណាហើយយប់ហើយឆាប់ចូលដេកទៅណាព្រោះព្រឹកស្អែកមានការច្រើនណាស់ដែលត្រូវធ្វើអ៊ំដូចជាងងុយហើយចាអ៊ំប៉ុន្តែខ្ញុំនៅបន្តិចទៀតសិនយប់នេះតិចស្រួលដួងច័ន្ទនៅរាត្រីមួយរោញពន្លឺនៅភ្លឺស្អាតនេះខ្ញុំពិតជាចូលចិត្តបរិយាកាសបែបនេះខ្លាំងណាស់តែកុំនៅយូរពេកខ្លាចភ្ញាក់មិនទាន់គេអញ្ចឹងអ៊ំទៅដេកមុនហើយ